Ba mình trang ai rồi dân bảo nè miền Bành Hà là về cùng phong bạc bó complex mưa video này đã chọn tí mùi spray machine trấu tôiเป็นมือ spray machine ในบ้านtrầm trấuถ้าตา spray machine bảo dưỡng khóa หรือก็กรุบกรอนจังดำใบยังไงดังทา spray machine bảo dưỡng khóa หรือก็กรุบยังไงมือกับอะไรนี้bán đòi dân đo cho mùi mà cây sprayต่อมายังมือในចំណុចកន្លែងនេះបើសិនជាវាចំចំណុចទី2បានន័យថាប្រេងរបស់យើងគឺគ្រប់គ្រាន់ហើយអញ្ចឹងបើសិនជានៅចំណុចទី1នេះបានន័យថាប្រេងរបស់យើងគឺខ្វះគឺយើងត្រូវចាក់បំពេញបន្ថែមទី2ទឹកស្អំគឺមាននីតិបញ្ចុះកម្ដៅអញ្ចឹងយើងត្រូវមើលទឹកស្អំរបស់យើងថាតើវាគ្រប់គ្រាន់ឬក៏ខ្វះបើសិនជាមិនទាន់គ្រប់គ្រាន់យើងអាចចាក់បំពេញបន្ថែមហើយកន្លែងនេះគឺជាចំណុចដែលបញ្ជាក់ថាទឹកស្អំរបស់យើងគឺគ្រប់គ្រាន់ទី3គឺតាក់ទងជាមួយនឹងសម្បកកង់ซึ่งសម្បកកង់យើងអាចមើលពីសុពលភាពនៃការប្រើប្រាស់របស់សម្បកកង់ជាទូទៅសម្រាប់សម្បកកង់គឺមានអាយុកាលប្រើប្រាស់រហូតដល់ទៅ5ឆ្នាំអញ្ចឹងបើសិនជាអាយុកាលរបស់យើងអត់ទាន់ដល់ប៉ុន្តែយើងអាចត្រួតពិនិត្យចំណុចផ្សេងៗទៀតដូចជាសភាពសម្បកកង់មានសភាពប៉ោងឬក៏អត់ឬក៏កាឡាមានភាពសឹកដែរឬអត់បើសិនជាមិនមានបញ្ហាទេយើងអាចធ្វើដំណើរបានប៉ុន្តែបើសិនជាមានបញ្ហាដូចដែលខ្ញុំប្រាប់ខាងលើនេះយើងអាចធ្វើការផ្លាស់ប្ដូរភ្លាមៗជៀសវាងការកើតឡើងជាហេតុណាមួយបង្កជាគ្រោះថ្នាក់ដល់យើងទាំងអស់គ្នាក្នុងការបើកបរចំណុចទី4គឺផ្លិតទឹកមានសារៈសំខាន់ខ្លាំងមែនទែននៅពេលដែលយើងបើកបរនៅពេលដែលមានភ្លៀងធ្លាក់អញ្ចឹងបើសិនជាផ្លិតទឹករបស់យើងបក់អត់ស្អាតទេនោះនឹងធ្វើឲ្យយើងពិបាកក្នុងការមើលផ្លូវនៅពេលដែលយើងបើកបរនៅពេលភ្លៀងធ្លាក់ចឹងក៏វាអាចបង្កជាគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងបានផងដែរចំណុចទី5គឺតាក់ទងជាមួយនឹងប្រព័ន្ធហ្វ្រាំងគឺយើងត្រូវត្រួតពិនិត្យមើលស្បែកហ្វ្រាំងក៏ដូចជាប្រេងហ្វ្រាំងថាតើស្បែកហ្វ្រាំងរបស់យើងអាចនៅប្រើប្រាស់បានឬទេហើយបើកម្រិតប្រេងហ្វ្រាំងរបស់យើងគឺគ្រប់គ្រាន់ដែរឬទេបើសិនជាខ្វះយើងគ្រាន់តែចាក់បំពេញបន្ថែមទៅជាការស្រេចនេះគឺជាកន្លែងដែលយើងចាក់ប្រេងហ្វ្រាំងរបស់យើងហើយក្នុងនេះក៏មានកំណត់ដូចគ្នាកំណត់ថាប្រេងរបស់យើងគ្រប់គ្រាន់ឬក៏ទី6ទឹកបាញ់កញ្ចក់បាទកន្លែងនេះគឺជាកន្លែងដែលយើងបំពេញបន្ថែមនៅទឹកដើម្បីយើងនឹងសម្អាតកញ្ចក់នៅពេលដែលយើងបើកបរនៅពេលភ្លៀងធ្លាក់ឧទាហរណ៍ថានៅពេលដែលមានហុកឬកំទេចអីផ្សេងធ្លាក់មកលើកញ្ចក់រថយន្តយើងចាំបាច់ណាយើងត្រូវតែមានទឹកនេះមួយដើម្បីបាញ់លាងសម្អាតបើមិនជាទឹកបាញ់កញ្ចក់យើងអត់មានគ្រប់គ្រាន់ទេនោះនឹងធ្វើឲ្យយើងមានបញ្ហាក្នុងការបើកបរនៅពេលដែលមានភ្លៀងធ្លាក់ឬក៏មានហុកមានអីតោងជាប់នៅលើកញ្ចក់រថយន្តរបស់យើង7ប្រព័ន្ធបំភ្លឺផ្លូវប្រព័ន្ធបំភ្លឺផ្លូវសំដៅទៅលើចង្កៀងខាងមុខភ្លើងស៊ីញ៉ូភ្លើងសញ្ញាសុំផ្លូវជាដើមហើយយើងត្រូវត្រួតពិនិត្យមើលថាតើចង្កៀងរបស់យើងបើកមានបំពូលណាដាច់ឬក៏មានបញ្ហាខូចអីផ្សេងគឺយើងត្រូវធ្វើការផ្លាស់ប្ដូរឬក៏ជួសជុលហើយបើសិនជាមិនយើងអាចបានជួសជុលឬក៏បានធ្វើការផ្លាស់ប្ដូរទេនោះយើងនឹងពិបាកក្នុងការធ្វើដំណើរនៅពេលយប់ក៏ដូចជាពេលភ្លៀងផងដែរពីព្រោះពេលយប់បើសិនជាចង្កៀងរបស់យើងមានបញ្ហាបើកអត់ភ្លឺគឺនោះប្រកាសណាស់គឺយើងមិនអាចបើកទៅមុខបានទេនោះហើយវាក៏អាចបង្កជាបញ្ហាណាមួយ